នេះជាសដាមតនកាត់ហើយនេះជាសដាកាត់រួចអូខេសួស្ដីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ទេដែរហើយឃើញមានជាងជាច្រើនដែល comment ថាសុំវីដេអូបែបវែងចឹងហើយបន្ទាប់ពីមានបងប្អូនជាងយើង comment មកខ្ញុំនឹងធ្វើការជូនតាមសំណួរបងប្អូនវីដេអូនេះផងដែរគឺខ្ញុំព្យាយាមសង្ខេបចំណុចសំខាន់ជូនបងប្អូនហើយចឹងហើយសង្ឃឹមថាជាងថ្មីរបស់យើងមើលឲ្យតាន់ហើយព្យាយាមយកចិត្តទុកដាក់មើលទាំងអស់គ្នាហើយសម្រាប់បងប្រុសម្នាក់នេះគាត់គឺជាជនជាតិឥណ្ឌាផងដែរហើយសម្រាប់ជនជាតិឥណ្ឌានេះផងដែរគឺគាត់ស្រឡាញ់ពុកមាត់ខ្លាំងមែនទែនបាទមិនដឹងថាប្រពៃណីទំនៀមទម្លាប់ស្រុកគាត់បែបណាទេទើបគាត់ស្រឡាញ់ពុកមាត់ខ្លាំងដល់ថ្នាក់ហ្នឹងបងប្អូនហើយបើសិនជាមានបងប្អូនយើងដឹងកុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងថាមូលហេតុអីទើបជនជាតិឥណ្ឌាស្រឡាញ់ពុកមាត់ដល់ថ្នាក់ហ្នឹងហើយសម្រាប់កន្លែងដែលខ្ញុំរស់នៅនេះគឺក្រុងប៉ោយប៉ែតបងប្អូនហើយសម្បូរជនជាតិខ្លាំងមែនទែនមិនមែនតែជនជាតិឥណ្ឌាមួយទេមានដូចជានេប៉ាល់ឥណ្ឌូនេស៊ីហ្វីលីពីនអីជាដើមដូចជាជនជាតិចិនអីជាដើមចឹងទៅហើយបើសម្រាប់បទពិសោធន៍តខ្លួនរបស់ខ្ញុំគឺជនជាតិឥណ្ឌាគាត់កាត់រៀងសាំញ៉ាំជាងជនជាតិដទៃបន្តិចបងប្អូនគាត់កាត់គាត់ងាកឆ្វេងងាកស្ដាំគាត់មើលមុខមើលក្រោយគាត់ខ្លាចយើងកាត់សក់ខូចខ្លាចយើងកាត់ខូចពុកមាត់គាត់អីចឹងជាដើមទៅហើយមិនដឹងថាបងប្អូនដែលធ្លាប់កាត់ជនជាតិឥណ្ឌាជួបដូចខ្ញុំអត់ទេតែសម្រាប់បទពិសោធន៍ខ្ញុំគឺជនជាតិឥណ្ឌាគាត់រៀងសាំញ៉ាំជាងជនជាតិផ្សេងបន្តិចប៉ុន្តែយើងកាត់ពួកគាត់យើងត្រូវរៀងចិត្តធ្ងន់បន្តិចបងប្អូនយើងព្យាយាមធ្វើយ៉ាងណាឲ្យល្អបំផុតសម្រាប់យើងទទួលភ្ញៀវរបស់យើងព្រោះយើងជាជាងយើងព្យាយាមធ្វើមិនឲ្យបានល្អបំផុតសម្រាប់តែបើសម្រាប់ក្រុងប៉ោយប៉ែតនេះបងប្អូនគឺជាទូទៅគឺបើតាមខ្ញុំដឹងគឺយើងកាត់ជនជាតិគឺយើងបានតម្លៃរៀងថ្លៃជាងជនជាតិខ្មែររបស់យើងតែខ្ញុំអត់ដឹងថាកន្លែងតំបន់ផ្សេងបស័យអនុក៏ដូចជាភ្នំពេញអីគេកាត់តម្លៃមិនទេបងប្អូនតែសម្រាប់ក្រុងប៉ោយប៉ែតនេះសម្រាប់ជនជាតិគឺសឹងតែគ្រប់កន្លែងតែហ្មងបងប្អូនគឺជនជាតិគេគិតតម្លៃផ្សេងហើយជនជាតិខ្មែររបស់យើងគឺគេគិតតម្លៃផ្សេងបាទហើយបើសិនជាបងប្អូនយើងដែលនៅតំបន់ផ្សេងគាត់កាត់ជនជាតិតម្លៃមិនឲ្យបត់ពិសោធន៍ដែរកាត់ជនជាតិនឹងពិបាកឬក៏ស្រួលបងប្អូនជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងហើយសម្រាប់ clip វីដេអូនេះដែរមិនថាយើងនិយាយដើមភ្ញៀវអីទេបងប្អូនដោយសារតែបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំកាត់ជនជាតិឥណ្ឌាគាត់រៀងសាំញ៉ាំមែនអាហ្នឹងសម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំឯណាបងប្អូនហើយសម្រាប់បទពិសោធន៍ជាងផ្សេងដែលនៅប៉ោយប៉ែតបើតាមខ្ញុំឮជាងធ្លាប់ប្រាប់ខ្ញុំថាគាត់ក៏ជួបដូចខ្ញុំដែរអញ្ចឹងសម្រាប់ជនជាតិឥណ្ឌាគាត់រៀងសាំញ៉ាំប៉ុន្តែសម្រាប់កន្លែងផ្សេងតំបន់ផ្សេងតើមិនដែរបងប្អូនកុំភ្លេចជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងហើយសម្រាប់ម៉ូតដែលខ្ញុំកាត់ឲ្យគាត់នេះគឺគាត់កំងបែបស្មៅខ្ពស់បើចំណាំឮគេនិយាយភាសាអង់គ្លេសគេថា high fade បងប្អូនតែបើខ្ញុំនិយាយទៅវាខុសសូមអធិស្ឋានខ្ញុំផងដោយសារតែខ្ញុំអត់ចេះភាសាអង់គ្លេសទេបងប្អូនហើយចំពោះការ fade ឬក៏កាត់សក់ស្មៅនេះគឺខ្ញុំចំណាយពេលយូរខ្លាំងមែនទែនបងប្អូនពីភ្ញៀវម្នាក់ខ្ញុំអាចកាត់ពី20នាទីទៅ30នាទីចុះសម្រាប់បងប្អូនដែលមានបទពិសោធន៍កាត់ប្រភេទស្មៅ fade បែបសបែបជើងខ្ពស់អញ្ចឹងមានបទពិសោធន៍ល្អហើយក៏ដូចជាកាត់លឿនកុំភ្លេច comment ចែកម្លែកឲ្យខ្ញុំដឹងផងឲ្យខ្ញុំបានកាត់លឿនហើយស្អាតដោយបងប្អូនផងហើយសម្រាប់ clip នេះដែរគឺខ្ញុំកាត់មកត្រឹម6នាទីបងប្អូនបើខ្ញុំដាក់វីដេអូពេញគឺវាយូរខ្លាំងពេកកន្លះម៉ោងឯណោះបងប្អូនគឺខ្ញុំព្យាយាមកាត់តែចំណុចសំខាន់ដាក់ចូលក្នុងវីដេអូនេះដើម្បីឲ្យបងប្អូនងាយមើលងាយយល់អីចឹងតែបងប្អូនដឹងស្រាប់ហើយបើសិនជាយើងដាក់វីដេអូពេញកន្លះម៉ោងយើងមើលតែមួយផ្លែតសូម្បីតែខ្ញុំបើសិនជាខ្ញុំមើលវីដេអូបែបយូរពេកក៏ខ្ញុំនឹងរំលងដែរអញ្ចឹងខ្ញុំកាត់តែចំណុចសំខាន់ទេសង្ឃឹមថាបងប្អូននឹងយល់ពីខ្ញុំផងហើយបើបងប្អូនមើលទៅឲ្យមានចំណុចខ្វះខាតត្រង់ណាសូមអធិស្ឋានខ្ញុំឲ្យ comment កែលម្អខ្ញុំម្នាក់មួយផងហើយរាល់ពាក្យពេចន៍ដែលខ្ញុំនិយាយទៅមានខុសឆ្គងខុសទាស់ត្រង់ណាសូមបងប្អូនអធិស្ឋានខ្ញុំផងហើយខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អជាងនេះបងប្អូនហើយខ្ញុំដឹងថាខ្ញុំធ្វើទៅនិយាយទៅនេះតែតែមានការខុសឆ្គងហើយបងប្អូនដោយសារតែខ្ញុំជាអ្នកមិនពូកែនិយាយស្រាប់ហើយអញ្ចឹងហើយបើសិនជានិយាយទៅទាស់ខុសអីបងប្អូនកុំភ្លេចហើយ comment ឲ្យខ្ញុំដឹងផងខ្ញុំនឹងព្យាយាមកែលម្អហើយសម្រាប់ clip វីដេអូមួយគឺខ្ញុំចំណាយពេលធ្វើវាយូរខ្លាំងមែនតើបងប្អូនទាំងកាត់ទាំងបញ្ចូលសំឡេងហើយខ្ញុំអត់បកកាយនិយាយចេះគឺនិយាយខុសច្រើននិយាយខុសទៅលុបយើងព្យាយាមស្ដាប់ឲ្យកន្លែងណាអត់តំណងទៅយើងលុបចេញយើងនិយាយសារថ្មីចឹងទៅអញ្ចឹងមួយ clip គឺចំណាយពេលយូរខ្លាំងមែនតើហើយជាការលើកទឹកចិត្តដល់ខ្ញុំសង្ឃឹមថាបងប្អូនជួយ follow ខ្ញុំម្នាក់មួយខ្ញុំចង់បាន 1k follow ខ្លាំងមែនតើអញ្ចឹងហើយបងប្អូនកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងដោយសារ clip ខ្ញុំក៏ឃើញមានបងប្អូនយើងទស្សនាច្រើនដែររហូតដល់ 6k ឯណាអញ្ចឹងត្រឹមតែ 1k follow បងប្អូនចុចfollow ខ្ញុំទៅវាអត់អស់លុយទេបងប្អូនអើយហើយខ្ញុំបានចែកម្លែកបទពិសោធន៍កាត់សក់5-6 ឆ្នាំនេះដល់ជាងថ្មីគាត់ដែលទើបរៀនផងហើយខ្ញុំចង់ចែកម្លែកបទពិសោធន៍តខ្លួននិងចំណេះដឹងកាត់សក់នេះហើយមួយចំណែកទៀតគឺចង់ផ្សព្វផ្សាយពីអាជីវកម្ម
កាត់សក់របស់ខ្ញុំតខ្លួនផងដែរបងប្អូនហើយការសុំ follow បងប្អូនម្នាក់មួយនេះគឺបញ្ជាក់បងប្អូនផងដែរគឺខ្ញុំមិនមែនជា MMO ឬមួយក៏អ្នកដែលរកចំណូលតាម Facebook ទេខ្ញុំគ្រាន់តែចង់ចែកម្លែកបទពិសោធន៍និងចំណេះដឹងកាត់សក់តិចតួចទៅកាន់បងប្អូនក៏ដូចជាបងយើងដែលគាត់ទៅនឹងចាប់ដើមអាជីពនិងគាត់ចង់បានបទពិសោធន៍និងចំណេះដឹងថ្មីអីចឹងទៅបងប្អូនចឹងហើយសង្ឃឹមថាបងប្អូនខ្ញុំសុំម្ដងហើយម្ដងទៀតជួយ follow ខ្ញុំម្នាក់មួយដោយសារតែខ្ញុំគិតថាប្រភេទ content វីដេអូបរិញ្ញាកាត់សក់និងចែកម្លែកបទពិសោធន៍នេះក៏វាល្អដែរបងប្អូនហើយយើងមិនបានទៅបំពល់សង្គមឆ្លោះគ្នាជេរគ្នាអីតាមបណ្ដាញសង្គមឲ្យរញ៉េរញ៉ៃដែរចឹងសង្ឃឹមថាបងប្អូនជួយlike ជួយ share comment ក៏ដូចជា follow ឲ្យខ្ញុំម្នាក់មួយទៅបងប្អូនខ្ញុំសុំម្ដងហើយម្ដងទៀតគឺខ្ញុំចង់បាន 1k follow ខ្លាំងមែនតើហើយគ្រាន់តែ follow ហើយនឹង share នេះខ្ញុំគិតថាបងប្អូនមិនកំណាញ់ទេដោយសារតែវាអត់មានអស់លុយអស់កាក់អីទេហើយប្រភេទការផលិតវីដេអូខ្ញុំនេះក៏មានប្រយោជន៍សម្រាប់បងប្អូនយើងអ្នកទស្សនាដែរអញ្ចឹងក៏សូមអរគុណបងប្អូនទុកជាមុនហើយវីដេអូនេះក៏ដល់ទីបញ្ចប់ផងដែរបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះដល់ចប់ជួបគ្នានៅក្នុងคลิปវីដេអូក្រោយទៀត